សូមជម្រាបសួរដល់អតិថិជន101 Soundscape ទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទជាថ្មីម្ដងទៀតជាមួយនឹងវីដេអូទាក់ទងជាមួយនឹងការថតសំឡេងដោយប្រើប្រាស់កម្មវិធី Ableton Live អូខេអញ្ចឹងកម្មវិធីមួយនេះគឺជាកម្មវិធីមួយដែលទទួលបានការពេញនិយមហើយជាពិសេសនៅពេលដែលយើងទិញផលិតផលរបស់ក្រុមហ៊ុន Focusrite ឬក៏ Novation ឬក៏ Atria ណាមួយគឺតែងតែទទួលបាននៅការគេហៅថាឲ្យ free នៅ version Lite Ableton Live អូខេអញ្ចឹងដើម្បីតេស្តជាមួយនឹងការថតសលេងដោយសារមានអតិថិជនមួយចំនួនក៏កំពុងតែប្រើប្រាស់កម្មវិធី Ableton Live ថ្មីគាត់មានការបញ្ហាជួបប្រទះនៃការលំបាកនៃការថតដោយសារកម្មវិធីមួយនេះរៀងប្លែកអូខេរៀងប្លែកអូខេអញ្ចឹងត្រឡប់មកវីដេអូនេះវិញនៅពេលដែលយើងបើកកម្មវិធីនេះហើយគឺនឹងចេញផ្ទាំងបែបនេះអូខេផ្ទាំងបញ្ឈរអញ្ចឹងអ្នកនរគ្នាកុំខ្វល់អីសលេងអីនៅទីនេះអីយើងមិនបាច់មើលអីច្រើនទេគឺទី1នៅកន្លែងនេះយើងអូសម៉ៅមកចុចពាក្យផ្ដេកអូខេជាងអញ្ចឹងជាអូតូម៉ាទិកគឺគេបង្កើត track ឲ្យយើង4អញ្ចឹងយើងអាចប្រើប្រាស់ shortcut key បាននៅលើ keyboard អាចចុចពាក្យ delete ទៅហើយអាច control Z control Y អីដូច keyboard ដែលយើងត្រឡប់មកដើមអីបានដូចគ្នាធម្មតាអញ្ចឹងជាធម្មតាពេលវាបង្កើត automatic មកឲ្យយើងគឺមាន4 track 2 track សម្រាប់ instrument ហើយសម្រាប់ audio គឺ2 track ទៀតអញ្ចឹងខាងលើនេះគឺសម្រាប់ MIDI អូខេអញ្ចឹងដើម្បីថតបានអ្នកនាងកុំភ្លេចភ្ជាប់ sound card ជាមួយនឹងកម្មវិធីសិនដើម្បីឲ្យវាស្គាល់អូខេអញ្ចឹងយើងចូលទៅ option នៅខាងលើរួចហើយទាញចុះមកខាងក្រោម preference អូខេអញ្ចឹងនឹងចេញផ្ទាំងនេះមួយយើងចុចរកពី audio អញ្ចឹង audio នៅខាងនេះមើលប្រភេទ driver type ឥឡូវនេះខ្ញុំកំពុងតែថតវីដេអូខ្ញុំត្រូវការប្រើប្រាស់ driver type MME DirectX បើសិនជាខ្ញុំរើសយក ASIO ក៏បានដែរតែពេលដែលខ្ញុំថតនិយាយជាមួយកម្មវិធីនេះអ្នកទាំងអស់គ្នាអត់អាចឮបានទេអញ្ចឹងជំរឿសខ្ញុំត្រូវការយក MME អញ្ចឹងចំពោះអ្នកនរគ្នាអាចរើសធ្វើដូចខ្ញុំក៏បានដែរអញ្ចឹងពីរប្រភេទនេះគឺយើងអាចប្រើប្រាស់បានដូចគ្នាសម្រាប់ sound card អូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នារើសយកនៅ ASIO គឺ buffer size គឺគេកំណត់ឲ្យ automatic អញ្ចឹងមានន័យថាពេលយើងថតបើក monitor ទៅគឺវាអត់ឮ delay ចូលទេអូខេឥឡូវទីហោះចេះឥឡូវខ្ញុំកំពុងនិយាយឯងខ្ញុំបើក monitor auto នេះអញ្ចឹងវាអត់ឮ delay ស្ទួនយឺតអីទេមានន័យថាវា real time ប៉ុន្តែបើសិនជាយើងយក driver type MME នេះត្រូវ check មើលហើយត្រូវកំណត់ buffer size ខ្លួនឯងឧទាហរណ៍បើសិនជា buffer size នេះវាឡើងខ្ពស់ឬក៏វាច្រើនពេកអ្នកទាំងនេះអាចឮ delay អញ្ចឹងដើម្បីអាចថតបានខ្ញុំត្រូវកំណត់ buffer size នឹងឲ្យទាបបើមិនអញ្ចឹងទេគឺអាច delay ហើយអូខេអញ្ចឹងចំណុច buffer size នេះគឺសំខាន់ណាស់បាទបើមិនអញ្ចឹងទេពេលយើងថតទៅឮក្រោយច្រៀងក្រោយភ្លេងឬក៏យើងនិយាយហើយឮសលេងតាមក្រោយយឺតអញ្ចឹងណាអូខេអញ្ចឹងយើងកំណត់រួចរាល់ហើយដើម្បីយើងឮសលេងខ្លួនឯងនិយាយឬក៏ច្រៀងកុំភ្លេចចុចពី auto ហើយលេខនៅកន្លែងលេខ1នេះគឺជា input ទី1ដែលចូលដែលយើងថតតាម microphone ហើយយើងឃើញពណ៌បៃតងមានន័យថាអូខេវាស្គាល់ហើយរួចហើយយើងឃើញលេខ3នៅកន្លែងនេះពណ៌លឿងហ្នឹងបើសិនជាយើងបើកលេខ3ហ្នឹងពណ៌លឿងមានន័យថាវាអត់មញូតទេបើសិនយើងចុចកន្លែងនេះមកគឺដោះមញូតចេញអូខេអញ្ចឹងយើងបើកវិញមកកុំបិទមញូតវារួចហើយយើងមើលឃើញកន្លែងនេះឃើញទេចុចកន្លែងមូលពណ៌ខ្មៅអូខេអ្នកនរនេះអាចប្រហែលជាលឺ delay ហើយអញ្ចឹងជាអ្វីដែលខ្ញុំបញ្យល់គឺវាជាចំណុចល្អដែរអូខេដើម្បីវាកុំឲ្យ delay អ្នកនេះគេ boost size ប៉ុន្តែក៏វាប៉ះពាល់សលេងដែរអូខេអញ្ចឹងដោយសារនេះខ្ញុំកំពុងតែថតវីដេអូអញ្ចឹងខ្ញុំត្រូវការបើកនឹងដើម្បីអ្នកគ្នាឮបើខ្ញុំយក driver ASIO គឺវា automatic ហ្មងគឺអត់មាន delay ទេដោយសារគឺកំណត់មកស្រាប់អូខេឥឡូវនិយាយមើលគឺអត់មាន delay ទេប៉ុន្តែអ្នកគ្នាអាចឮបានទេអូខេអញ្ចឹងអរគុណត្រឡប់ទៅវិញគឺពេលដែលយើងថតយើងចុច auto មកយើងចុចពណ៌ក្រហមខ្មៅទូចមកយើងចុចបើកនៅខាងលើយើងចុចនិយាយទៅវា play កន្លែងនេះមកឲ្យយើងឃើញហើយអូខេអញ្ចឹងវាចូលសលេងហើយអូខេអញ្ចឹងបើសិនជាការថតចប់ឬក៏ឈប់ថតយើងចុច space នៅលើ keyboard ទៅគឺបានហើយអូខេអញ្ចឹងសម្រាប់ការបង្ហាញនៅវីដេអូនេះគឺមានចំណុចប៉ុណ្ណឹងទេអរគុណច្រើនបើសិនជាអ្នកនរគ្នា
មានចម្ងល់កុំភ្លេចតាក់ទងមក101 Soundscape សូមអរគុណសូមជម្រាបលា